បាទសួស្តីដល់បងប្អូនអ្នកគ្នាថ្ងៃនេះមានបានលើកសាច់រឿងខ្មោចពស់ធំនៅភ្នំខ្មៅមកទៀតហើយគឺផ្នែកទី2ណាបងប្អូនអ្នកគ្នាតើវាមានការរុនធត់របៀបមិនដែរបងប្អូនអ្នកគ្នាក្នុងផ្នែកទី2នឹងព្រោះខ្មោចពស់ធំនោះគឺមិនទាន់អស់ចិត្តអត់ទាន់មានអយុត្តិធម៌ឲ្យគាត់ចឹងបងប្អូនអ្នកគ្នាអញ្ចឹងមកយើងចូលសាច់រឿងយើងសម្ដែងស្នាគ្នាជាមួយបងប្អូនបន្តិចទៅតើស្មាននឹងថ្ងៃអាទិត្យអញ្ចឹងបងប្អូនអ្នកគ្នាសម្រាប់ពីការងាររោងចក្រក៏គេសម្រាប់ក៏ធ្វើដែរចុះសម្រាប់ញ៉ាំបាយហើយនៅបងប្អូនអរគ្នា admin ហើយហើយណាចឹងយើងចូលសាច់រឿងតែម្ដងបងប្អូនគ្នាតែវារន្ធត់របៀបមិនដែរបងប្អូនអរគ្នា2សប្តាហ៍បន្ទាប់មកនារីតូចបានសម្រេចចិត្តថានាងនឹងស្នាក់នៅភូមិអន្លង់ព្រីងម្ដងទៀតដើម្បីស្រាវជ្រាវពីមូលហេតុខ្មោចពស់ធំកើតឡើងប៉ុន្តែពេលដែលនាងសួរប្រវត្តិសាស្ត្រដ៏ល្អប្រណិតពីអ្នកភូមិភាគច្រើនចាស់ស្ងៀមស្ងាត់ឈឹងគ្មានអ្នកណាប្រាប់គាត់នោះឡើយអញ្ចឹងគាត់មានការសង្ស័យជាខ្លាំងនៅក្នុងភូមិអាកំបាំងមួយនឹងតើមូលហេតុអីបានជាអ្នកភូមិស្ងៀមស្ងាត់មិនព្រមនិយាយប្រាប់ទៅនាងតូចនឹងគាត់បានជួបបរិសុទ្ធចាស់ម្នាក់ឈ្មោះពូសាំងជាមនុស្សធ្លាប់ដែលធ្វើជាអ្នកគ្រូនឹងរឿងអាកំបាំងជាច្រើននៅក្នុងភូមិពូសាំងប្រាប់ថាខ្មោចពស់ធំមិនមែនជារឿងចាស់នោះទេនាងជាមនុស្សពិតដែលធ្លាប់រស់នៅតែ5ឆ្នាំតែប៉ុណ្ណោះនាងសាន់និងពូសាំងបាននិយាយប្រាប់គ្នាទៅវិញទៅមកព្រោះអីនៅក្នុងភូមិនឹងគឺជាភូមិអាកំបាំងដែលខ្មោចពស់ធំដែលគាត់បានស្លាប់ទៅអត់មានអយុត្តិធម៌ឲ្យគាត់ច្រើនលងបន្លាចទៅដល់អ្នកភូមិជាបាលដោយសារតែអត់មានអយុត្តិធម៌ឲ្យគាត់អ្នកភូមិទាំងអស់គ្រាន់តែហូបបាយពេលល្ងាចហើយបបួលកូនបិទទ្វារឡើងលើដេកអស់លលីងតែម្ដងព្រួយខ្មោចញីសាំងឲ្យតែពេលល្ងាចត្រឹមម៉ោង7ម៉ោង8ចាប់ដើមបងប្អូនអស់លុកក្នុងភូមិនឹងតែម្ដងចឹងយើងចូលទៅទស្សនាថែមទៀតបងប្អូនតើខ្មោចពស់ធំនៅភ្នំខ្មៅនឹងឡងបំលាចរបៀបមិនខ្លះតើមកជាបាលអ្វីខ្លះអត់មានអយុត្តិធម៌ឲ្យគាត់នឹងអ្វីខ្លះចឹងយើងមកទស្សនាបន្ថែមទៀតបងប្អូនអរគ្នាពូសាំងនឹងគាត់បានសម្រេចចិត្តថាចូលទៅព្រៃជាមួយនាងតូចនឹងដើម្បីទៅស្រាវជ្រាវពីប្រវត្តិសាស្ត្រដែលនាងបានធ្លាប់ជួបបានដឹងពូសាជាស្ត្រីក្រីក្រគេត្រូវនាំទៅជាគ្រូដែលបានសម្លាប់ខ្លួនដោយអ្នកជុំវិញក៏សំខាន់នោះដែរម្ដេចអ្នកភូមិបន្ទាប់ពីការស្លាប់ដោយគ្មានអ្នកណាដឹងពេលកូនសម្រាលឥឡូវនេះមានតែក្នុងព្រៃតែប៉ុណ្ណោះគាត់សម្រាលកូនមិនចេញនៅក្នុងព្រៃក៏បានស្លាប់មួយរំពេចតែម្ដងប្រលឹងនាងខ្លាចជាខ្មោចពស់ធំដែលស្វែងរកកូននិងសុំសេចក្តីសុខសេចក្តីអយុត្តិធម៌នារីតូចចាប់ផ្ដើមមានសុបិនអាក្រក់រៀងរាល់យប់នាងឃើញសាវ៉ានិងពាក់អាវពណ៌ខ្មៅសក់ពណ៌ខ្មៅវែងអូសអង្លាយដើរទៅរកអាងទឹកចិត្តភូមិហើយនិយាយថាឯងស្រឡាញ់កូនយើងមែនទេតើអាចជួយស្ដាប់ខ្ញុំបន្តិចបានទេសំឡេងកូនខ្ញុំទៀតបានទេនៅទីយប់នោះមានក្មេងស្រីម្នាក់បាត់ខ្លួនភូមិបញ្ជាក់យ៉ាងស្ងៀមស្ងាត់ជាក់ស្ដែងក្មេងស្រីម្នាក់
បានបញ្ចូលជូនទៅសំណុំពររួមមួយសោកស្ដាយខ្ញុំសុំពាក់អាវឲ្យនាងឲ្យអ្នកណាដែលអាចនិយាយជាមួយខ្ញុំខ្មោចពូធំសូមស្នើបញ្ជាក់វីទៅនារីតូចម្នាក់នោះថានឹងពូសាំងចូលទៅក្នុងភ្នំម្ដងទៀតគឺបងប្អូនគឺគាត់នឹងចូលទៅភ្នំម្ដងទៀតប្រយនារីពូធំនឹងគាត់ចង់ឃើញនារីម្នាក់នឹងពាក់អាវពណ៌ខ្មៅមកនិយាយស្ដីជាមួយគាត់តែរឿងរ៉ាវអ្វីមួយគឺយើងអត់បានដឹងទេបងប្អូនអ្នកគ្នាចឹងយើងមកទស្សនាថែមទៀតទាំងយកអារម្មណ៍ខ្លាំងនៃម្ដាយដែលបាត់បង់កូននៅចន្លោះនៃភ្នំគេឃើញកូនស្រីបាត់ខ្លួនឈរនៅចិត្តរូបស្ត្រីពូធំជាមួយផ្លូវភ្នែកក្រហមជាតិនិងវិញ្ញាណនារីតូចនិយាយដល់ខ្មោចសាវ៉ាខ្ញុំសូមឲ្យអ្នកដឹងថាពុតប្រកបមែននេះគ្មានអ្នកណាយល់សេចក្តីទុក្ខរបស់នាងនោះទេតែយើងនៅទីនេះដើម្បីជួយអ្នកហើយតើអ្នកនឹងមានបញ្ហាអ្វីបន្ថែមទៀតសូមប្រាប់មកខ្ញុំម្ចោះតាមលទ្ធភាពរបស់ខ្ញុំបើខ្ញុំជួយបានខ្ញុំជួយបើលើសពីសមត្ថភាពរបស់ខ្ញុំក៏តាមនឹងដែរមកនោះចាប់ផ្ដើមមានភាពអាក្រក់មួយដែលយកកូនអ្នកភូមិម្នាក់ដែលនៅទីនោះបងប្អូនយកមកបិទបាំងពួកកូនរបស់គាត់ក៏ពិតស្លាប់ហើយក្នុងពោះតែគាត់នឹងច្រើនទៅយកកូនអ្នកភូមិក្មេងៗពួកគាត់ស្រឡាញ់ពួកការមានផ្ទៃពោះរបស់គាត់គ្មានអ្នកណាដឹងមួយឡើយតែពេលគាត់សម្រាននៅក្នុងព្រៃជ្រៅអញ្ចឹងវាអត់មានអយុត្តិធម៌ជាមួយគាត់ហើយប្តីរបស់គាត់នឹងក៏អត់បាននៅទីនោះដែរអញ្ចឹងគាត់មានអារម្មណ៍មួយដែលខូចចិត្តដែលគ្មានអ្នកណាមកជួយលើកចិត្តគាត់ហើយគាត់ខ្លាចជាខ្មោចតែប៉ុណ្្នឹងហើយម្នាក់តែងតែបន្ទោសគាត់ខ្មោចក៏មានសម្ពាធដែរបងប្អូនអ្នកគ្នាការសម្ពាធមួយវាតែងតែមានចូលនៅក្នុងខ្លួនរបស់យើងដោយការគិតខ្លីមុនឲ្យយើងគិតខ្លីបងប្អូនអ្នកគ្នាយើងបដូរធានបន់ទីសោះអ្នកខ្លះខូចចិត្តចង់កសម្លាប់ខ្លួនទាំងខ្លួនមានឪពុកម្ដាយតែខូចចិត្តរឿងស្រីតែប៉ុណ្្នឹងសង្សារតែប៉ុណ្្នឹងសម្បត្តិអីត្រឹមសង្សារយើងទៅស្ដាយទៅអីយើងកាត់មកជំនឿយើងស្ដាយតែប៉ុណ្្នឹងលោតទឹកលើស្ពានចូលចវាសម្រាប់ខ្លួនមានបញ្ហាអីចាប់ដើមបិទបាំងខ្លួនហើយលេបថ្នាំចង្កសម្រាប់ខ្លួនគិតកម្មនីមួយៗមានជុំវិញខ្លួនរបស់យើងបើយើងមានភាពអកតេអញ្ចឹងយើងចូលមកសាច់រឿងបន្តទៀតតើវានឹងមានបញ្ហាអ្វីខ្លះជាមួយគាត់សូមសេចក្តីសុខពីកូនគាត់ដែលអ្នកភូមិឲ្យមកវិញទាំងវិញ្ញាណសូមឲ្យកូនអ្នកទៅកាន់សេចក្តីសុខនិងសេចក្តីចម្រើនអំពីខ្មោចនោះខ្មោចមីងសាវ៉ាដួលសន្លប់ហើយនារីតូចបានចងខ្សែមួយដែលតឹងនឹងយកធ្វើបុណ្យតាមប្រពៃណីបុរាណនៅពេលដែលខ្យល់ត្រជាក់បក់បោកលើភ្នំខ្មោចពស់ធំបានបែកចេញជាពន្លឺមានរស្មីស្រស់ស្អាតស្រស់ថ្លាក្មេងស្រីត្រូវបានសង្គ្រោះវិញអញ្ចឹងក្មេងស្រីនេះក៏បានសង្គ្រោះមកវិញហើយសង្គ្រោះមិនសង្គ្រោះតែរូបបងប្អូនគ្នាគឺព្រលឹង
ព្រលឹងដែលចូលស្ថិតនៅក្នុងនឹងចឹងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអរគុណបាយបាយ